ថ្ងៃនេះខ្ញុំចង់ប្រាប់ពីរបៀបទាញវីដេអូឬក៏ download វីដេអូចេញពី TikTok តើគេទាញវីដេអូនឹងដោយវិធីណាហ្នឹងហើយកុំឲ្យជាប់ឈ្មោះណាជាប់ឈ្មោះណាឈ្មោះ TikTok បើសិនជាយើង download បែបនេះដូចជាវីដេអូនេះយើង save អញ្ចឹងវាជាប់ឈ្មោះអញ្ចឹងណាយើងយកតាមនឹងបានដូចគ្នាមិនតែជាប់ឈ្មោះតែបើយើងយកមួយទៀតគឺអត់ជាប់ឈ្មោះហើយអញ្ចឹងយើងយកយ៉ាងដូចគ្នាតែយើងយក copy link បាទ copy link រួចហើយយើងចូលទៅក្នុង Google Chrome យើងណាយើងចូលមកហ្នឹងមកបើសិនជាយើងវាយពាក្យ save from TikTok save from TikTok អញ្ចឹងយើងឃើញពាក្យខាងលើយើងចុចទៅខ្ញុំអត់បាននេះទេខ្ញុំវាយតាមខ្ញុំទៅចេញដូចអញ្ចឹងហើយយើងយកពាក្យហ្នឹងមក copy មិញហ្នឹងយកមកផុសក្នុងនោះដល់វាតិចទៀតនឹងឃើញវីដេអូឲ្យយើងទាញយកណានៅសាលាបឋមសិក្សាក្រសាំងហ្នឹងហើយគេលេងល្បែងប្រជាប្រិយនៅមុនពេលចូលឆ្នាំខ្មែរយើងណាចិត្តមកដល់ដែរអញ្ចឹងយើងចុចនៅលើពាក្យ load ហ្នឹងមក download ហ្នឹងតែមកវាឃើញ load យើងចុច load ហ្នឹងទៅវាកំពុងតែទាញវីដេអូហ្នឹងអញ្ចឹងវីដេអូនេះគឺប្រាប់ពីរបៀបបង្ហាញក្នុងការ download វីដេអូខ្លីៗនៅក្នុងនេះព្រោះឃើញមានបងខ្លះគាត់សួរគាត់ឆ្ងល់ថាលេង TikTok ចង់ទាញវីដេអូចង់ download វីដេអូហ្នឹងតើយើង download ដោយវិធីណាអញ្ចឹងអ្នកខ្លះចេះដូនដែរតែដូនទៅឃើញជាប់ឈ្មោះជាប់ logo អីច្រើនអញ្ចឹងណាតែបើវីដេអូនេះយើង download បែបខ្ញុំនេះគឺអត់ជាប់ទេហ្នឹងហើយចាំមើលបន្តិចទៀតអ្នកនរគ្នានឹងឃើញថាតើវាជាប់ដូចគេថានឹងអត់ហ្នឹងហើយចាំបន្តិចចាំមើលទាំងអស់គ្នានៅក្នុងទូរស័ព្ទរបស់យើង TikTok យើងទាញអញ្ចឹងយើងមើលសញ្ញានេះឃើញសញ្ញានេះយើង save មកតង់ទៀតមកបាទយើង save មកតង់ទៀតមកបានយើងយកវីដេអូនឹងបានអត់ចុះ copyright អញ្ចឹងណាបាទហើយយើងយកវីដេអូនឹងយកទៅធ្វើអីផ្សេងហ្នឹង